តារាសម្ដែងដាច់ម៉ូនីកាទុកទឹកភ្នែកមិនជាប់ក្រោយឃើញសោកនាដកម្មប្រជាជនខ្មែរដែលបង្កឡើងដោយចៅសៀមទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់ថ្មីត្បិតតែបានចេញទៅរស់នៅសៅសុខជាមួយស្វាមីនៅប្រទេសអូស្ត្រាលីក៏ពិតមែនប៉ុន្តែអតីតតារាសម្ដែងអ្នកនាងដាច់ម៉ូនីកាក៏នៅតែមានការឈឺចាប់ក្នុងនាមជាខ្មែរនៅពេលដែលបានឃើញប្រទេសកម្ពុជាត្រូវបានឈ្លានពាននិងប្រជាពលរដ្ឋស្លូតត្រង់ខ្មែររាប់ម៉ឺនគ្រួសាររងទុក្ខវេទនាដោយសារចៅសៀមនិយាយទាំងឈឺចាប់តួឯងគ្រឿងទំទាវថានឹងផ្ដាំតកូនតចៅឲ្យចងចាំនៅទង្វើឈ្លានពានរបស់ជាតិសាសន៍ចោតតចំណត់មួយនេះតាមរយៈវីដេអូកំពុងអង្គុយបង្ហូតទឹកភ្នែកព្រោះឃើញប្រទេសកម្ពុជាត្រូវរងបំផ្លិចបំផ្លាញគ្រាប់ដោយសារផ្លោងនិងបរិវត្តខ្មែរទាំងក្មេងទាំងចាស់ត្រូវរត់ភៀសខ្លួនយ៉ាងលំបាកវេទនាក្នុងនាមជាខ្មែរមួយនាងពិតជាឈឺចាំដោយអ្នកនាងដាច់ម៉ូនីកាបាននិយាយថាចងចាំតកូនតចៅនៃប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយនេះដែលអ្នកបំពេញផែនដីសវណ្ណភូមិនិងប្រជាពលរដ្ឋកម្ពុជារបស់ខ្ញុំអាចចោទឈ្លានពានសៀមសូមបញ្ជាក់ថារហូតមកដល់ពេលនេះមានរយៈពេលជាង10ថ្ងៃមកហើយដែលក្រមយោធាថៃបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាជាលើកទី2និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាសម្បត្តិវប្បធម៌របស់កម្ពុជាជាច្រើនត្រូវរងការខូចខាតជាបន្តបន្ទាប់ដូចជាប្រាសាទតាក្របីប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានចុះបញ្ជីដោយអង្គការ UNESCOនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ពានផ្លូវថ្នល់ត្រូវបានកាច់ផ្ដាច់ដោយចៅសៀមទម្លាក់គ្រាប់បែកធំធំតាមរយៈយន្តហោះ F-16 T-50 មកលើដែនដីកម្ពុជាទាំងបំពេញច្បាប់អន្តរជាតិនិងបំពេញកិច្ចព្រមព្រៀងនៃបទឈប់បាញ់ដែលបានចុះកិច្ចសន្យាព្រមព្រៀងគ្នាដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025ចំពោះទង្វើរបស់យោធាថៃនាពេលនេះជាការរំលោភបំពានបទឈប់បាញ់យ៉ាងកក្លឿននិងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ